លោកសំរងស៊ីអះអាងថាលោកហ៊ុនសែនអាចនឹងត្រូវតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសចំពោះឧក្រិដ្ឋកម្មដែលលោកបានប្រព្រឹត្តចាប់ពីទសវត្សរ៍ទី80រហូតដល់បច្ចុប្បន្ននេះលោករងឈុនព្រមបង់ប្រាក់សំណងឲ្យគណៈកម្មាធិការព្រំដែនទៅតាមលទ្ធភាពដើម្បីអាចបន្តសកម្មភាពនយោបាយធនាគារជាតិនៃកម្ពុជាដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន Hui One Pay របស់លោកហ៊ុនតូដែលរងការចោទថាក្រុមហ៊ុនមួយនេះពាក់ព័ន្ធទៅនឹងប្រតិបត្តិការទូទាត់លាងលុយកខ្វក់សហជីពស្នើរដ្ឋាភិបាលជំរុញក្រុមហ៊ុននិងសហគ្រាសឲ្យទទួលយកជនពិការទៅធ្វើការងារដើម្បីលើកកម្ពស់ជីវភាពនិងសិទ្ធិរបស់ជនពិការរួមនឹងព័ត៌មានសំខាន់ៗមួយចំនួនទៀតបាទជាបន្តទៅទៀតនេះខ្ញុំបាទយ៉ងច័ន្ទតារាសូមជូនព័ត៌មានទាំងនេះពឺស្ដាបាទលោកនាងជាទីមេត្រីលោកនាងប្រហែលជាបានដឹងហើយថាអតីតប្រធានាធិបតីហ្វីលីពីនគឺលោក Rodrigo Duterte ត្រូវបានអាជ្ញាធរចាប់ខ្លួនបញ្ជូនទៅឲ្យតុលាការព្រហ្មទណ្ឌអន្តរជាតិកាត់ទោសតាក់ទងទៅនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មនានានៅក្នុងពេលដែលលោកបានកាន់តំណែងជាប្រធានាធិបតីហ្វីលីពីនបាទការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនរូបនេះក៏បង្កការភ្ញាក់ផ្អើលផងហើយនឹងទាញការចាប់អារម្មណ៍ពីក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋខ្មែរនិងអ្នកនយោបាយខ្មែរផងដែរបាទលោកសំរងស៊ីដែលជាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិបានលើកឡើងថាប្រធានព្រឹទ្ធសភានិងជាប្រធានគណៈបកប្រជាជនកម្ពុជាគឺលោកហ៊ុនសែនដែលធ្លាប់ជាអតីតកម្មាភិបាលខ្មែរក្រហមដែរនោះអាចនឹងត្រូវប្រឈមមុខជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មដែលលោកហ៊ុនសែនបានប្រព្រឹត្តនៅក្នុងរយៈពេលជាង4ទសវត្សរ៍កន្លងទៅនេះគឺចាប់ពីទសវត្សរ៍ទី80រហូតមកដល់ពេលបច្ចុប្បន្ននេះបាទលោកនាងនឹងបានស្ដាប់ព័ត៌មាននេះពឺស្ដានៅពេលបន្តិចទៀតនេះអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនឲ្យបានល្អបំផុតលោកឃ្លាំងហូតគឺជាមន្ត្រីមួយរូបដែលហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីការពាររដ្ឋាភិបាលនៃក្រុមគ្រួសារត្រកូលហ៊ុនភាពបដូរផ្ដាច់នេះស្ដែងឡើងនៅក្នុងទិវាជ័យជំនះ7មករារបស់គណៈបកប្រជាជនកម្ពុជាដែលលោកឃ្លាំងហូតបានឡើងថ្លែងអំពីការបដិញ្ញាចិត្តនៅក្នុងនាមជាតំណាងអង្គមេទិញបដិញ្ញាដាច់ខាតកម្ចាត់ចោលក្រុមបដិវត្តពណ៌និងក្រុមជ្រុលនិយមដែលមានបំណងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ទោះបីត្រូវបង់ដោយតម្លៃណាក៏ដោយលោកឃ្លាំងហួតមានអាយុ54ឆ្នាំនិងមានឈ្មោះក្រៅថាម៉ាប់លោកធ្លាប់រស់នៅជំរំតស៊ូនៅព្រំដែនខ្មែរថៃគឺជំរំសីហនុនិយមសាយប៊ីហើយលោកអះអាងថាលោកក៏ធ្លាប់ជាយោធិនម្នាក់ផងដែរមកទៅសួររឿងបាត់ទៅមិនដល់ស៊ើបអង្កេតទៅមកសួរខ្ញុំឲ្យតែបាត់មនុស្សឲ្យតែងាប់គឺដាក់គោលដៅមកសួរខ្ញុំទៅមកណាខ្ញុំអភិបាលរងមិនមែនអភិបាលរងរាជធានីភ្នំពេញទៅទទួលបន្ទុករឿងទៅមើលអានេះមើលអានោះណាអត់ទេបាទលោកនាងជាទីមេត្រីដូច្នេះសូមលោកនាងរងចាំស្ដាប់និងទស្សនានៅសេចក្តីរាយការណ៍ពឹស្ដាអំពីប្រវត្តិរបស់លោកឃ្លាំងហួតបាទលោកឃ្លាំងហួតនេះគឺជាបុគ្គលមួយរូបដែលត្រូវបានគេមើលឃើញថាគឺជាជនដៃឆៅដែលអនុវត្តទៅតាមបញ្ជារបស់លោកហ៊ុនសែនហើយកេរ្តិ៍ឈ្មោះរបស់លោកឃ្លាំងហួតនេះកំពុងតែមានការផ្ទុះកក្រើកបន្ទាប់ពីមានឃាតកម្មទៅលើលោកលឹមកំយ៉ាអតីតតំណាងរាជគណៈបកសង្គ្រោះជាតិហើយគឺប្រធានស្ដីទីគណៈបកលោកសង្គ្រោះជាតិលោកសំរងស៊ីតែម្ដងជាអ្នកចោទប្រកាន់ថាលោកឃ្លាំងហួតនេះអាចជាអ្នកអនុវត្តផែនការសម្រាប់លោកលឹមកំយ៉ាទៅតាមបញ្ជារបស់លោកហ៊ុនសែនបាទដូច្នេះសូមលោកអ្នកនាងរងចាំស្ដាប់និងទស្សនាប្រវត្តិពឹស្ដារបស់លោកឃ្លាំងហួតដែលយើងនឹងចាក់ផ្សាយជូននៅក្នុងពេលឆាប់ៗនេះបាទសូមអរគុណបាទលោកអ្នកនាងជាទីមេត្រីឥឡូវនេះយើងងាកមកចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មលាងលុយកខ្វក់ដ៏ធំមួយឯនេះវិញបាទធនាគារជាតិនៃកម្ពុជាដែលហៅកាត់ថា NBC បានសម្រេចដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន Hui One Pay របស់បងជីដូនមួយលោកនាយរដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺលោកហ៊ុនតូបាទក្រុមហ៊ុនមួយនេះបានរងការចោទប្រកាន់ជាយូរមកហើយថាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងប្រតិបត្តិការទូទាត់ប្រាក់លាងលុយកខ្វក់រាប់សិបពាន់លានដុល្លារទៅឲ្យក្រុមសង្គមងងឹតឬក្រុមឆបោកតាមអនឡាញបាទបើទោះបីជាមានការដកហូតអាជ្ញាប័ណ្ណពីក្រុមហ៊ុនមួយនេះក៏ដោយក៏ក្រុមភ្នាក់ងាររបស់កម្មវិធី Hui One Pay នៅតែបន្តប្រតិបត្តិការទូទាត់ដូរលុយតាមរយៈកម្មវិធីនេះដដែលបាទសូមលោកអ្នកនាងទស្សនាសេចក្តីរាយការណ៍ពឹស្ដារបស់លោកមានរិទ្ធអំពីរឿងនេះដូចតទៅអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជាបញ្ជាក់ប្រាប់វិទ្យុអាស៊ីសេរីតាមសារអេឡិចត្រូនិកឬអ៊ីមែលកាលពីសប្តាហ៍មុនថាធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន Hui One Pay ដោយសារតែក្រុមហ៊ុនមួយនេះមិនបានបំពេញលក្ខខណ្ឌអនុលោមតាមបទបញ្ញត្តិនិងអនុសាសន៍ដែលមានស្រាប់ដែលធ្វើឡើងដោយនាយកដ្ឋានកម្ពុជាទោះជាយ៉ាងណាអ្នកនាំពាក្យធនាគារជាតិនៃកម្ពុជាមិនបានបញ្ជាក់ឡើយថានៅក្រៅពេលដែលក្រុមហ៊ុននេះត្រូវបានដកហូតអាជ្ញាប័ណ្ណ
ក្រុមហ៊ុននេះអាចប្រឈមមុខបែបណាខ្លះប្រសិនបើក្រុមហ៊ុននៅតែបន្តប្រតិបត្តិការទូទាត់សាច់ប្រាក់តាមកម្មវិធី Hui One Pay បើទោះបីជាមកទល់ពេលនេះធនាគារជាតិនៃកម្ពុជាបានដកហូតអាជ្ញាប័ណ្ណក្រុមហ៊ុន Hui One Pay ក៏ដោយក៏ភ្នាក់ងាររបស់កម្មវិធីទូទាត់និងដូរលុយតាមអនឡាញឲ្យក្រុមហ៊ុន Hui One Pay នៅតែបន្តប្រតិបត្តិការជាហូរហែនិងជាប្រចាំភ្នាក់ងារដូរលុយតាមកម្មវិធី Hui One Pay បានបង្ហាញទិន្នន័យសាច់ប្រាក់នៅលើបណ្ដាញសង្គមរបស់ពួកគេចំពោះប្រតិបត្តិការដូរលុយរាប់ពាន់ដុល្លារនិងការទូទាត់សាច់ប្រាក់ដូរលុយនៅក្នុងកម្មវិធី Hui One Pay ដោយឆ្លងតាមប្រព័ន្ធធនាគារក្នុងស្រុកកាលណាគ្រឹះស្ថានហិរញ្ញភ័ព្វមួយត្រូវបានបិទហើយត្រូវបានដាក់ចេញជាគោលការណ៍ចេញពីរដ្ឋហើយនៅតែប្រព្រឹត្តទៀតមានន័យថានេះគឺជាបទល្មើសជាក់ស្ដែងតែគួរតែចាត់វិធានការភ្លាមៗត្រូវធ្វើដោយឈរទៅលើគោលការណ៍ច្បាស់លាស់និងធ្វើការបិទបណ្ដាញទូទាំងប្រទេសដើម្បីឆ្លើយតបទៅការប្រព្រឹត្តល្មើសពីគោលការណ៍របស់រដ្ឋបើសិនជាធនាគារជាតិត្រូវបានសហគមន៍អន្តរជាតិដាក់ទណ្ឌកម្មឬក៏ធ្វើការកំណត់មុខសញ្ញាណាមួយអញ្ចឹងវានឹងធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិទាំងមូលតែម្ដងអញ្ចឹងវាជាគ្រោះធំមិនមែនជារឿងលេងសើចហើយគួរតែដោះស្រាយដោយឈរទៅលើភាពប្រកបប្រជាដោយឈរទៅលើមូលដ្ឋានច្បាប់ក្រុមហ៊ុន Hui One Pay គឺជាផ្នែកមួយនៃក្រុមហ៊ុន Hui One Group ហើយក្រុមហ៊ុនទាំងនេះបានបង្កើតទីផ្សារអនឡាញជាច្រើនដែលមានឈ្មោះដូចជា Hui One Pay, Hui One Guarantee ដែលក្រុមអ្នករកស៊ីឆបបោកតាមអនឡាញអាចប្រើប្រាស់បានយ៉ាងទូលំទូលាយនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ក្នុងនោះរួមមានទាំងកម្ពុជាផងកម្មវិធីនេះអនុញ្ញាតឲ្យក្រុមអ្នករកស៊ីឆបបោកតាមអនឡាញប្រើប្រាស់នៅទិន្នន័យបច្ចេកវិទ្យានិងសេវាកម្មលាងលុយកខ្វក់បានក្រុមហ៊ុនវិភាគទិន្នន័យប្រតិបត្តិការកុំព្យូទ័រតាមប្រព័ន្ធបច្ចេកវិទ្យា Blockchain ឈ្មោះ Elliptic ដែលមានមូលដ្ឋាននៅទីក្រុងឡុងចក្រភពអង់គ្លេសកាលពីខែកក្កដាឆ្នាំ2024បានលាតត្រដាងថាបងជីដូនមួយរបស់លោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតគឺលោកហ៊ុនតូគឺជានាយកមួយរូបនៃក្រុមហ៊ុន Hui One Pay ប្រពន្ធដដាលបានលាតត្រដាងឲ្យដឹងទៀតថាក្រុមហ៊ុន Hui One Pay របស់លោកហ៊ុនតូពាក់ព័ន្ធយ៉ាងសកម្មនឹងប្រាក់ចំណេញបានមកពីអំពើលាងលុយកខ្វក់ពីការឆបបោកតាមអនឡាញនៅជុំវិញពិភពលោកហើយយ៉ាងហោចណាស់ទឹកប្រាក់ជាង 24,000 លានដុល្លារត្រូវបានគេទូទាត់លាងលុយកខ្វក់តាមរយៈកម្មវិធីរបស់ក្រុមហ៊ុន Hui One វិសុវស៊ីស្រីមិនអាចតាក់ទងអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាអ្នកស្រីជាស្រីដើម្បីសាកសួរបន្ថែមពាក់ព័ន្ធនឹងបញ្ហានេះបាននៅឡើយទេនៅថ្ងៃទី10ខែមីនាចំណែកឯបងជីដូនមួយលោកហ៊ុនម៉ាណែតគឺលោកហ៊ុនតូក៏វិសុវស៊ីស្រីមិនអាចតាក់ទងបានដែរនៅថ្ងៃដដែលនេះកម្មវិធីដូរលុយតាមអនឡាញនៃក្រុមហ៊ុន Hui One Pay ក្រៅពីស្រូបទាញពលរដ្ឋខ្មែរមួយចំនួនឲ្យបម្រើការងារហើយនោះក្រុមហ៊ុននេះក៏បានបង្កើតទីផ្សារតាមបណ្ដាញសង្គម Telegram ឬ Telegram Marketplace ដែលត្រូវបានគេកំណត់ថាជាកន្លែងដ៏ពេញនិយមសម្រាប់ឧក្រិដ្ឋកម្មដែលពាក់ព័ន្ធនឹងប្រតិបត្តិការសាច់ប្រាក់ខុសច្បាប់ក្នុងទំហំរហូតដល់ទៅ 24,000 លានដុល្លាររបាយការណ៍របស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀននិងឧក្រិដ្ឋកម្មឬហៅកាត់ថា UNODC ឲ្យដឹងថាទីផ្សារនៅតាមបណ្ដាញសង្គម Telegram របស់ក្រុមហ៊ុន Hui One Pay បានក្លាយជាសរសៃឈាមដ៏សំខាន់មួយនៃដំណើរការពាណិជ្ជកម្មខុសច្បាប់នៅតំបន់អាស៊ីអាគ្នេយ៍ដែលជាតំបន់កំពុងប្រឈមនឹងការរីករាលដាលនៃការជួញដូរមនុស្សនិងការឆបោកតាមអនឡាញកាន់តែខ្លាំងអ្នកជំនាញផ្នែកឧក្រិដ្ឋកម្មឆ្លងដែនលោក Jacob Sims ប្រាប់វិសុវស៊ីស្រីថាការដកហូតអាជ្ញាប័ណ្ណធនាគារពីក្រុមហ៊ុន Hui One នេះមិនគួរត្រូវបានចាត់ទុកថាជាសញ្ញានៃការកែតម្រង់ឡើយខណៈលោកពន្យល់ថាវាអាចគ្រាន់តែជាការបដូរឈ្មោះយីហោសម្រាប់លោក Jacob Sim វិធីមួយដែលរដ្ឋាភិបាលកម្ពុជាគួរធ្វើដើម្បីបង្ហាញថាខ្លួនពិតជាបង្ក្រាបយ៉ាងតឹងរ៉ឹងលើឧក្រិដ្ឋកម្មប្រព្រឹត្តដោយក្រុមហ៊ុន Hui One នេះគឺអាជ្ញាធរកម្ពុជាត្រូវចាប់ខ្លួនរាល់មនុស្សដែលពាក់ព័ន្ធនៅក្នុងក្រុមហ៊ុននេះខ្ញុំបាទមេរិត Visual Asia ស្រីពីរដ្ឋធានី Washingtonបាទលោកនាងជាទីមេត្រីតាក់ទងទៅនឹងរោងឧក្រិដ្ឋកម្មពាក់ព័ន្ធទៅនឹងក្រុមហ៊ុន Hui One Pay នេះវិទ្យុអាស៊ីសេរីធ្លាប់បានចេញផ្សាយនៅសេចក្តីរាយការណ៍ស៊ើបអង្កេតមួយជាភាសាអង់គ្លេសហើយក៏មានសេចក្តីរាយការណ៍ជាភាសាខ្មែរផងដែរដូច្នេះប្រសិនបើលោកនាងចង់ជ្រាបកាន់តែច្បាស់ថាតើក្រុមហ៊ុន Hui One Pay នេះគឺជារបស់អ្នកណាឲ្យពិតប្រាកដហើយថាតើក្រុមហ៊ុនមួយនេះមានបណ្ដាញរកស៊ីដែលពាក់ព័ន្ធទៅនឹងឧក្រិដ្ឋកម្មលាងលុយកខ្វក់នោះបែបណាលោកនាងអាចចូលទៅកាន់គេហទំព័ររបស់វិទ្យុអាស៊ីសេរីនិងបណ្ដាញសង្គមនានារបស់យើងទៅហើយVIP ឈ្មោះក្រុមហ៊ុននឹងទៅគឺ Hui One Pay លោកនាងនឹងបានឃើញសេចក្តីរាយការណ៍ទាំងឡាយដែលយើងធ្លាប់បានធ្វើកន្លងមកពាក់ព័ន្ធទៅនឹងក្រុមហ៊ុនមួយនេះដែរ
បាទលោកនាងជាទីមេត្រីឥឡូវនេះយើងងាកមកចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងរឿងអ ுக ្រិតកម្មប្រឆាំងមនុស្សជាតិហើយនិងអ ுக ្រិតកម្មនានាដែលជាប់ពាក់ព័ន្ធទៅនឹងពួកមេដឹកនាំដែលពួកគេបានប្រព្រឹត្តអំឡុងពេលដែលធ្វើជាមេដឹកនាំប្រទេសនោះវិញបាទនៅក្នុងពេលដែលមហាជនទូទៅកំពុងតែផ្ទុះការចាប់អារម្មណ៍តាក់ទងទៅនឹងរឿងការចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនគឺលោករ៉ូទ្រីហ្គោឌូតាតេពាក់ព័ន្ធទៅនឹងការចោទប្រកាន់អំពីអ ுக ្រិតកម្មនានាដែលលោកបានប្រព្រឹត្តនោះឥឡូវនេះគឺថាប្រធានស្ដីទីគណៈបកសង្គ្រោះជាតិគឺលោកសំរងស៊ីបានលើកឡើងថាប្រធានព្រឹទ្ធសភាកម្ពុជាគឺលោកហ៊ុនសែនដែលធ្លាប់ជាអតីតកម្មាភិបាលក្រហមខ្មែរក្រហមដែរនោះអាចនឹងប្រឈមមុខជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិពាក់ព័ន្ធទៅនឹងអ ுக ្រិតកម្មដែលលោកហ៊ុនសែនបានប្រព្រឹត្តនៅក្នុងរយៈពេល4ទសវត្សរ៍កន្លងទៅនេះបាទសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍នេះពឺស្ដាររបស់លោកទីនសាការីយ៉ាដូចតទៅប្រធានស្ដីទីគណៈបកសង្គ្រោះជាតិលោកសំរងស៊ីបានសរសេរនៅលើ Facebook របស់លោកនៅថ្ងៃទី12មីនាថាអតីតកម្មាភិបាលខ្មែរក្រហមលោកហ៊ុនសែនអាចប្រឈមមុខជាមួយនឹងតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ពីបទអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិលើករណីជាច្រើនលោកសំរងស៊ីបានសរសេររៀបរាប់ពីករណីទាំងនោះដូចជាយុទ្ធនាការក5ដែលសម្លាប់មនុស្សរាប់ម៉ឺននាក់ការគប់ក្របបែកនិងរដ្ឋប្រហារកាលពីឆ្នាំ1997ដែលសម្លាប់មនុស្សរាប់រយនាក់ការបាញ់ប្រហារលើបាតកោឆ្នាំ2013និង2014ការសម្លាប់បុគ្គលល្បីៗមួយចំនួនមានដូចជាអ្នកស្រីពិសិដ្ឋពីលីកាលោកបណ្ឌិតកែមលីលោកជាវិជានិងការរំអស់ដីធ្លីរបស់ប្រជាពលរដ្ឋរួមទាំងការបំផ្លាញធនធានធម្មជាតិនិងព្រៃឈើជាដើមការលើកឡើងរបស់មេបកប្រឆាំងរូបនេះធ្វើឡើងបន្ទាប់ពីប៉ូលីសអង្គតប៉ូលសហការជាមួយប៉ូលីសហ្វីលីពីនបានចាប់ខ្លួនអតីតប្រធានាធិបតីហ្វីលីពីនលោកឌុយតេកតេនៅទីក្រុងម៉ាណេប្រទេសហ្វីលីពីនកាលពីថ្ងៃទី11មីនាតាមដីការបស់តុលាការព្រហ្មទណ្ឌអន្តរជាតិក្រោយពីការចាប់ខ្លួនគេបានបញ្ជូនអតីតមេដឹកនាំហ្វីលីពីនរូបនេះទៅកាន់ប្រទេសហូឡង់ជាទីតាំងរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិដើម្បីកាត់ទោសពីបទអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិនៅក្នុងអាណត្តិដឹកនាំរបស់លោកឌុយតេតេរយៈពេល6ឆ្នាំគឺបានសម្លាប់មនុស្សចំនួន6000នាក់ក្នុងយុទ្ធនាការបង្ក្រាបនិងប្រឆាំងនឹងគ្រឿងញៀនរីឯក្រុមសិទ្ធិមនុស្សវិញអះអាងថាបានសម្លាប់មនុស្សប្រមាណជា30000នាក់ប្រធានាធិបតីហ្វីលីពីនគឺលោកបុងមុងម៉ាកូសបានប្រាប់អ្នកកាសែតភ្លាមៗកាលពីថ្ងៃទី11មីនាថាលោកមានកាតព្វកិច្ចធ្វើតាមសំណើរបស់ប៉ូលីសអ៊ីនតឺប៉ូលដើម្បីចាប់ខ្លួនអតីតប្រធានាធិបតីលោកឌុយតេកតេលោកថាប៉ូលីសអ៊ីនតឺប៉ូលបានសុំជំនួយពីលោកហើយលោកមានកាតព្វកិច្ចដើម្បីអនុវត្តតាមពីព្រោះលោកមានការបដិញ្ញាចិត្តចំពោះប៉ូលីសអ៊ីនតឺប៉ូលនិងត្រូវតែអនុវត្តតាមដើម្បីលើកស្ទួយលទ្ធិប្រជាធិបតេយ្យពាក់ព័ន្ធនឹងបញ្ហានេះអ្នកជំនាញច្បាប់និងអភិបាលកិច្ចបែបប្រជាធិបតេយ្យលោកវ៉ុនចាន់ឡូតបានបង្ហោះសារនៅលើ Facebook នៅថ្ងៃ12មីនាថាបទអក្រិតកម្មអន្តរជាតិធំៗគឺមាន3ដូចជាអក្រិតកម្មប្រឡាយពូជសាសន៍អក្រិតកម្មប្រឆាំងនឹងមនុស្សជាតិនិងអក្រិតកម្មសង្គ្រាមជាដើមលោកបន្តថាមានមេដឹកនាំប្រទេសមួយចំនួនដូចជាមេដឹកនាំរុស្ស៊ីលោកវ្លាឌីមៀរពូទីនអតីតមេដឹកនាំផ្ដាច់ការនៅប្រទេសសេរីលោកបាសាអាល់អាសាតមេដឹកនាំមីយ៉ាន់ម៉ាឬភូមាសប្តាហ៍ថ្ងៃគឺលោកមីនអងឡាំងនិងអតីតមេដឹកនាំហ្វីលីពីនលោកឌុយតេកតេដែលទើបត្រូវបានចាប់ខ្លួននេះជាដើមចំណែកឯនៅកម្ពុជាវិញលោកបានថែមថាអ្នកកាន់អំណាចអាចប្រឈមនឹងបទអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិតាមរយៈអំពើឃាតកម្មនយោបាយការចាប់មនុស្សដាក់ពន្ធនាគារការធ្វើទរណកម្មការធ្វើទុកបុកម្នេញក្រោមហេតុផលនយោបាយនិងការចិញ្ចឹមចិត្តបង្កើតច្បាប់ដាក់មនុស្សមួយក្រុមដែលមាននិន្នាការផ្ទុយពីរដ្ឋាភិបាលជាភេរវករជាដើមជាការឆ្លោះប្រចាំងមួយដ៏មានអត្ថប្រយោជន៍នោះគឺអ្នកដឹកនាំនៅពេលដែលខ្លួនទទួលបានអំណាចពីប្រជាពលរដ្ឋត្រូវប្រើប្រាស់អំណាចនោះបម្រើប្រជាពលរដ្ឋជៀសវាងនៅការបំពេញអំណាចហើយប្រើប្រាស់អំណាចក្នុងផ្លូវខុសដែលឈានទៅដល់ការប្រព្រឹត្តបទឧក្រិដ្ឋកម្មដែលអន្តរជាតិគេស្អប់ខ្ពើមក្នុងនោះមានឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិជាដើមហ្នឹងវិទ្យុអាស៊ីសេរីមិនអាចតាក់ទងអ្នកនាំពាក្យគណៈបកប្រជាជនកម្ពុជាលោកសុកអេសានដើម្បីសំការឆ្លើយតបជំវិញនឹងរឿងនេះបាននៅឡើយទេនៅថ្ងៃទី12មីនាប៉ុន្តែលោកសុកអេសានបានប្រាប់វិទ្យុអាស៊ីសេរីកាលពីថ្ងៃទី11មីនាថារឿងដែលកើតឡើងនៅប្រទេសហ្វីលីពីនក្រោមការដឹកនាំរបស់លោកឌុយតេកតេនិងស្ថានភាពនៅកម្ពុជាសម័យកាលលោកហ៊ុនសែនលោកសុកអេសានអះអាងថាខុសគ្នាដោយមេឃនិងដីលោកអះអាងបន្តថាលោកហ៊ុនសែនមិនបានប្រព្រឹត្តអ្វីជាអក្រិតកម្មប្រឆាំងនឹងមនុស្សជាតិនោះទេហើយថាបើអ្នកណាមិនអស់ចិត្តពួកគេមានសិទ្ធិប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែនមិនមែនមានទោសកំហុសអ្វីធ្លាក់ទៅដល់អក្រិតកម្មប្រឆាំងនឹងមនុស្សជាតិឬប្រឆាំងនឹងសិទ្ធិមនុស្សអីឡាក់ទេមិនដូចដែលលោកឌុយតេតេទេព្រោះលោកឌុយតេតេហ្នឹងខ្ញុំយល់ថាក្នុងនាមជាប្រធានាធិបតីហ្វីលីពីនក៏គាត់ប្រើវិធានការក្តៅដើម្បីបង្ក្រាបបទល្មើសគ្រឿងញៀនហ្នឹងអាហ្នឹងជារឿងផ្ទាល់ខ្លួនរបស់គាត់ក្នុងការទទួលខុសត្រូវរបស់គាត់ធ្វើឲ្យបើអ្នកនាំពាក្យគណៈបកកណ្ដាលអំណាចរូបនេះអះអាងដូចនេះក្តី
ក៏មេធាវីអាមេរិកតំណាងក្រុមសម្ព័ន្ធអ្នកតស៊ូមតិដើម្បីប្រជាធិបតេយ្យនិងសិទ្ធិមនុស្សលោកម៉ូតុនស្ក្លាកាលពីដើមឆ្នាំ2014បានដាក់ពាក្យប្តឹងប្រមត្តនលើមេដឹកនាំគណៈបកកណ្ដាលអំណាចទៅតុលាការប្រមត្តនអន្តរជាតិពីបទរំលោភសិទ្ធិមនុស្សនិងរារាំងការស្វែងរកយុត្តិធម៌សម្រាប់ជនរងគ្រោះក្នុងរបបខ្មែរក្រហមចំណែកឯមន្ត្រីជាន់ខ្ពស់គណៈបកសង្គ្រោះជាតិលោកម៉ែនសថាវរិនវិញប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី12មីនាថាលោកហ៊ុនសែនអាចនឹងប្រឈមមុខជាមួយនឹងតុលាការប្រមត្តនអន្តរជាតិដោយសារតែអំពើមួយចំនួនដោយដែលលោកសំរងស៊ីបានលើកឡើងគណៈបរិវត្តនិងអ្នកការពារសិទ្ធិមនុស្សមួយចំនួនបានដាក់ពាក្យប្តឹងប្រឆាំងលោកហ៊ុនសែនអំពីបទអក្រិតកម្មប្រឆាំងនៅមនុស្សជាតិដល់លោកហ៊ុនសែនដែលគាត់ធ្វើបាបគេច្រើនមែនតើយើងមើលទៅតាមទាំងអស់តាំងពីសតវត្សទី80ដោយលោកសំស៊ីលោកហ៊ុនរេទីសំស៊ីគាត់សរសេរអញ្ចឹងតាមទាំងអស់ហ្នឹងគឺគាត់កម្មគឺច្រើនមែនតើតែមែនតើមិនអាចរឿងនេះទនភាពមិនអាចបានទេមិនអាចជិះផុតទេបុគ្គលណាក៏ដោយមិនអាចជិះផុតដែរទោះអ្នកណាមានអំណាចយ៉ាងណាក៏ដោយតែពេលគាត់ចប់អំណាចហើយដល់នេះតុលាការគេនឹងចាត់ចែងយ៉ាងណារដ្ឋាភិបាលកម្ពុជាតាំងពីចំនួនលោកហ៊ុនសែនជានាយករដ្ឋមន្ត្រីនិងបន្តដល់កូនប្រុសរបស់លោកគឺលោកហ៊ុនម៉ាណែតរងការរិះគន់ជំទឺអំពីការបង្កើតវប្បធម៌នៃទណ្ឌភាពនៅកម្ពុជាតាមរយៈឃាតកម្មលើបុគ្គលល្បីៗមួយចំនួនដូចជាអ្នកស្រីពិសិដ្ឋពីដីកាប្រសង់សំបន្ទឿនលោកជុវវិធីលោកជាវិជាលោកបណ្ឌិតកែមលីអ្នកសារព័ត៌មានថ្នាក់ដឹកនាំសហជីពជាច្រើនរូបទៀតហើយករណីចុងក្រោយគឺលោកលឹមកំយ៉ាជាដើមក្រៅពីនេះរដ្ឋាភិបាលតកូលហ៊ុនក៏រងការរិះគន់ដែរអំពីការបណ្ដាញបរិវត្តដោយបង្ខំរាប់ម៉ឺនគ្រួសារចេញពីលំនៅឋាននិងការបំផ្លាញធនធានធម្មជាតិរួមទាំងព្រៃឈើជាដើមប្រការទាំងនេះហើយទំនាក់នយោបាយប្រឆាំងនិងអ្នកជំនាញច្បាប់លើកឡើងថាអតីតកម្មាភិបាលខ្មែរក្រហមនិងជាប្រធានគណៈបកប្រជាជនកម្ពុជាលោកហ៊ុនសែនអាចនឹងប្រឈមមុខជាមួយនឹងតុលាការប្រមត្តនអន្តរជាតិនៅពេលខាងមុខខ្ញុំបាទទីនសាការីយ៉ាអស៊ីសេរីប្រធានាធិបតីវ៉ាស៊ីនតោនបាទលោកនាងជាទីមេត្រីពាក់ព័ន្ធទៅនឹងសំណុំរឿងរបស់លោករងឈុនឯនេះវិញបាទលោករងឈុនបានសម្រេចយល់ព្រមបង់ប្រាក់ឲ្យទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាទៅតាមលទ្ធភាពរបស់លោកក្រោយពីសាលាដំបងរាជធានីភ្នំពេញបានបង្គាប់ឲ្យលោកនិងសកម្មជន2នាក់ផ្សេងទៀតត្រូវបង់សំណងចំនួន$10,000នៅក្នុងរយៈពេលត្រឹមតែ1ខែបាទអ្នកជំនាញផ្នែកច្បាប់លើកឡើងថាការដែលលោករងឈុនព្រមបង់ប្រាក់ឲ្យទៅតុលាការនេះគឺពុំមែនជារបៀបធ្វើនយោបាយយូរអង្វែងនោះទេផ្ទុយទៅវិញលោកនឹងត្រូវជួបបញ្ហាជាច្រើនទៀតពីព្រោះករណីនេះពុំមែនជាការអនុវត្តតាមច្បាប់នោះទេក៏ប៉ុន្តែគឺជារឿងនយោបាយបាទលោកអ្នកនាងនឹងបានស្ដាប់សេចក្តីរាយការណ៍នេះពឺស្ដារនៅពេលបន្តិចទៀតនេះហើយយើងក៏នឹងមានវត្តមានរបស់លោករងឈុនដើម្បីចូលរួមផ្ដល់បទសម្ភាសន៍បន្ថែមលើរឿងនេះដែរបាទដូច្នេះសូមលោកអ្នកនាងរងចាំស្ដាប់កុំបីខានបាទសូមអរគុណបាទលោកនាងជាទីមេត្រីដំណើរគ្នានឹងស្ដាប់ការផ្សាយរបស់វិទ្យុអាស៊ីសេរីនៅលើបណ្ដាញសង្គមមានដូចជា Facebook YouTube និង Telegram លោកនាងក៏អាចស្ដាប់វិទ្យុអាស៊ីសេរីតាមរយៈវិទ្យុរលកធាតុអាកាសខ្លីបានដែរគឺតាមកម្រិតនិងកម្ពស់ដូចតទៅនេះពេលព្រឹកចាប់ពីម៉ោង 5 កន្លះដល់ម៉ោង 6 កន្លះតាមរយៈប៉ុស SW 93.90 MHz ស្មើនឹងកម្ពស់ 32m និងប៉ុស SW 11.85 MHz ស្មើនឹងកម្ពស់ 25mពេលយប់ចាប់ពីម៉ោង 7 កន្លះដល់ម៉ោង 8 កន្លះតាមរយៈប៉ុស SW 11.88 MHz ស្មើនឹងកម្ពស់ 25m ប៉ុស SW 12.15 MHz ស្មើនឹងកម្ពស់ 25m និងប៉ុស SW 15.15 MHz ស្មើនឹងកម្ពស់ 20m បាទសូមអរគុណបាទលោកនាងជាទីមេត្រីឥឡូវនេះយើងងាកមកចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងស្ថានភាពរបស់ពលករខ្មែរនៅប្រទេសថៃឯណោះវិញបាទក្រសួងការងារថៃបានប្រកាសលើកលែងយកថ្លៃវាយត្រាទៅលើឯកសារចេញក្រៅប្រទេសរបស់ពលករបរទេសចំនួន3សញ្ជាតិរួមមានកម្ពុជាឡាវនិងមីយ៉ាន់ម៉ាឬមួយក៏ភូមានៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីនេះដើម្បីកាត់បន្ថយការចំណាយរបស់ពលករបរទេសក៏ប៉ុន្តែពលករខ្មែរនៅតែព្រួយបារម្ភពីការយកថ្លៃទៅលើឯកសារពីសំណាក់អាជ្ញាធរខ្មែរទៅវិញហើយនឹងការកកស្ទះនៅច្រកទ្វារព្រំដែនដោយសារតែភាពយឺតយ៉ាវរបស់អាជ្ញាធរកម្ពុជានៅក្នុងពេលបំពេញឯកសារនោះបាទសូមលោកអ្នកនាងស្ដាប់សេចក្តីរាយការណ៍នេះពឺស្ដាររបស់អ្នកស្រីសុជីវីដូចតទៅនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយគ្រប់គ្រងពលករបរទេសអាជ្ញាធរថៃបានសម្រេចអនុញ្ញាតឲ្យពលករចំនួន3សញ្ជាតិដែលកំពុងធ្វើការនៅប្រទេសថៃដែលរួមមានកម្ពុជាឡាវនិងមីយ៉ាន់ម៉ាអាចត្រឡប់ទៅប្រទេសកំណើតដើម្បីចូលរួមក្នុងពិធីបុណ្យចូលឆ្នាំថ្មីដោយមិនអស់ថ្លៃលើឯកសារចេញចូលឡើយសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារថៃចេញកាលពីថ្ងៃទី11ខែមីនាឲ្យដឹងថាការអនុគ្រោះមិនយកថ្លៃលើសេវាវាយត្រាចេញនេះអនុញ្ញាតឲ្យពលករចេញពីប្រទេសថៃបានរយៈពេល1ខែកន្លះគឺចាប់ពីថ្ងៃទី1ខែមេសារហូតដល់ថ្ងៃទី15ខែឧសភាឆ្នាំ2025ហើយការផ្ដល់ជូននេះគឺសម្រាប់ពលករដែលធ្វើការស្របច្បាប់
ដោយពួកគេអាចធ្វើដំណើរចេញពីប្រទេសថៃបានដោយមិនចាំបាច់ស្នើសុំវាយត្រាចេញទេរដ្ឋមន្ត្រីក្រសួងការងារថៃលោកភីផាត់រតឆកិចប្រកាសបានបញ្ជាក់ថាការលើកលែងមិនយកថ្លៃឯកសារចំពោះពលករនៃប្រទេសជិតខាងនេះគឺដើម្បីរួមចំណែកកាត់បន្ថយបន្ទុកការចំណាយរបស់ពលករចំណាក់ស្រុកដែលចង់ធ្វើដំណើរត្រឡប់ទៅលេងគ្រួសារនិងចូលរួមនៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីលោកបន្តថាការលើកលែងនេះគឺជាការផ្ដល់សិទ្ធិនិងអត្ថប្រយោជន៍សមស្របសម្រាប់ពលករចំណាក់ស្រុកដើម្បីឲ្យពួកគេមានកម្លាំងចិត្តនៅពេលត្រឡប់ចូលមកធ្វើការនៅក្នុងប្រទេសថៃវិញពីព្រោះពលករគឺជាកម្លាំងដ៏សំខាន់សម្រាប់សេដ្ឋកិច្ចរបស់ថៃយ៉ាងណាក៏ដោយរដ្ឋមន្ត្រីក្រសួងការងារថៃរូបនេះបានរំលឹកឲ្យពលករបរទេសត្រូវត្រឡប់ចូលមកក្នុងប្រទេសថៃវិញឲ្យបានមុនកាលកំណត់បើមិនដូច្នោះទេពលករនឹងត្រូវបាត់បង់សិទ្ធិទទួលបានការលើកលែងហើយត្រូវធ្វើឯកសារថ្មីឡើងវិញទោះជាបែបនេះក្តីពលករខ្មែរធ្វើការនៅប្រទេសថៃលោកសុកកំឡាងប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី12ខែមីនាថាការលើកលែងមិនយកថ្លៃធ្វើឯកសារចេញពីប្រទេសថៃរបស់អាជ្ញាធរថៃនេះគឺជាការសម្រាលបន្ទុករបស់ពលករមែនប៉ុន្តែលោកអះអាងថាពលករខ្មែរនៅតែត្រូវចំណាយច្រើនដោយសារតែមន្ត្រីខ្មែរនៅតាមច្រកទ្វារព្រំដែនទារថ្លៃឯកសារផ្សេងៗនិងចំណាយទៅលើការដឹកជញ្ជូនអីវ៉ាន់តាមរថយន្តដែលពលករអះអាងថាជាភ្នាក់ងាររបស់មន្ត្រីច្រកព្រំដែនដែលមានតម្លៃថ្លៃជាងកម្មករអូសរទេសតាំងពីកាលមុនយើងចុះទៅគឺធម្មតាប៉ុន្តែយើងឡើងមកវិញហ្នឹងគឺវាមានវិធានការរបស់វានេះវាត្រូវតែគៀបស៊ីលុយយើងដូចគ្នាទេដល់ពេលអញ្ចឹងអាហ្នឹងវាមើលទៅរូបភាពតែយើងមើលទៅដូចជាអត់មានអីនេះផងដូចទេវិទ្យុអាស៊ីសេរីមិនអាចតាក់ទងแนะនាំពាក្យក្រសួងការងារលោកកតាអូននិងប្រធានអនុព័ន្ធការងារអមស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃលោកឈឹមវិបុលដើម្បីសុំការបកស្រាយជុំវិញបញ្ហានេះបានទេនៅថ្ងៃទី12ខែមីនារដ្ឋាភិបាលថៃបានលើកលែងមិនយកថ្លៃឯកសារចេញទៅក្រៅប្រទេសរបស់ពលករនៃប្រទេសជិតខាងនេះអស់រយៈពេល2ឆ្នាំជាប់គ្នាមកហើយចំពោះការលើកលែងនេះរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារបានអះអាងថាគឺដោយសារតែមេដឹកនាំកម្ពុជាបានស្នើសុំពីរដ្ឋាភិបាលថៃក៏ប៉ុន្តែតាមការប្រកាសរបស់រដ្ឋាភិបាលថៃបញ្ជាក់ថាការលើកលែងនេះគឺដើម្បីសម្រាលបន្ទុកចំណាយនិងជាកាដូលើកទឹកចិត្តសម្រាប់ពលករបរទេសដែលមានថ្ងៃបុណ្យចូលឆ្នាំថ្មីដូចគ្នានឹងប្រទេសថៃជុំវិញរឿងនេះមន្ត្រីផ្នែកការពារសិទ្ធិពលករចំណាក់ស្រុកនៃអង្គការសង្ត្រាល់ប្រចាំនៅប្រទេសថៃលោកលឹងសុផុនស្នើឲ្យក្រសួងការងារនិងមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនជួយសម្រួលលើការចេញឯកសារដល់ពលករឲ្យបានលឿននិងទម្លាក់តម្លៃការដឹកជញ្ជូនអីវ៉ាន់ឆ្លងកាត់ច្រកទ្វារដើម្បីសម្រួលដល់ការចំណាយរបស់ពលករនិងបង្ការកុំឲ្យកកស្ទះច្រកព្រំដែនដីគោកហ្នឹងវាមានច្រើនបើសិនជាមានការសម្រួលជួយដល់ពួកគាត់ខ្ញុំគិតថាมันជាពិបាកក្នុងការកកស្ទះអីប្រហែលទេតែបើសិនជាយើងមិនយកចិត្តទុកដាក់ទេធ្វើឲ្យគាត់កកស្ទះធ្វើឲ្យគាត់រងចាំយូរហើយធ្វើឲ្យគាត់មានភាពស្មុគស្មាញក្នុងការចាញ់ចូលអញ្ចឹងណាបាទហើយនេះហើយដែលជាបញ្ហាបើសិនជាមិនមានការដោះស្រាយទេខ្ញុំជឿថានៅតែមានការកកស្ទះដូចកន្លងមកអញ្ចឹងបាទពលករខ្មែរអះអាងថាកន្លងទៅមន្ត្រីច្រកព្រំដែនរបស់កម្ពុជាបានយកលុយពីពួកគាត់នៅក្នុងម្នាក់500បាតឬជាង$10នៅពេលឆ្លងដែនចូលទៅថៃក្រោយពិធីបុណ្យចូលឆ្នាំថ្មីគណៈមន្ត្រីអន្តោប្រវេសន៍មិនបានពិនិត្យនិងវាយត្រាលើឯកសាររបស់ពលករនោះទេដែលធ្វើឲ្យវីសារបស់ពួកគាត់ត្រូវខូចសុពលភាពនិងត្រូវធ្វើវីសាឬទិដ្ឋាការជាថ្មីម្ដងទៀតដោយចំណាយប្រាក់ប្រមាណ25,000បាតឬ$700បញ្ហាមួយទៀតនោះមានពលករខ្មែរជាច្រើនអ្នកបានកកស្ទះនៅតាមច្រកទ្វារព្រំដែនដោយសារតែមន្ត្រីអន្តោប្រវេសន៍ថៃបំពេញទិដ្ឋាការចេញចូលដែលធ្វើឲ្យពលករជាប់នៅកន្លែងបំពេញឯកសាររយៈពេល1ថ្ងៃនិងខ្លះទៀតជាប់គ្នា2ថ្ងៃរហូតធ្វើឲ្យពួកគាត់ត្រូវសម្រាកនៅកន្លែងតម្រង់ជួរនិងនៅកន្លែងបំពេញទិដ្ឋាការចេញចូលនោះតែម្ដងរបាយការណ៍របស់ក្រសួងការងារកម្ពុជាឲ្យដឹងថាគិតត្រឹមដំណាច់ឆ្នាំ2024ពលករខ្មែរដែលកំពុងបម្រើការងារនៅក្រៅប្រទេសមានចំនួនជាង1,300,000 នាក់ដែលរួមមាននៅក្នុងប្រទេសថៃកូរ៉េខាងត្បូងជប៉ុនម៉ាឡេស៊ីនិងសិង្ហបុរីជាដើមក៏ប៉ុន្តែមន្ត្រីអង្គការសង្ត្រាល់ដែលប្រចាំការនៅប្រទេសថៃលោកលឹងសុផុនលើកឡើងថាចំនួនពលករខ្មែរដែលកំពុងធ្វើការនៅប្រទេសថៃមានចំនួនសរុបជិត3លាននាក់ក្នុងនោះមានជាង2លាននាក់កំពុងកាន់វីសាការងារដែលអស់សុពលភាពនាងខ្ញុំសុជីវីវិទ្យុអាស៊ីសេរីពីរដ្ឋធានី Washingtonតើជីវិតបច្ចុប្បន្ននេះការតស៊ូក្រោយពេលដែលគេបញ្ចប់ការងារនៅ Nagavel ដោយសារតែចូលរួមទាមទារសិទ្ធិការងារទាមទារឲ្យមានសហជីពនៅក្នុងក្រុមហ៊ុន Nagavel ហ្នឹងតើមកដល់ពេលនេះការតស៊ូជីវិតប្រចាំថ្ងៃហ្នឹងលំបាកលំបិនយ៉ាងម៉េចទៅបាទ
Hàng cái tới hiện uột bị kê tích. Ôi chỉ biết đi phô phong với. Dạ. Bị từ bọn lại cái thục tới. Đặt tẹt chuốt miên phong. Xong tẹt. Nè. Mình này thằng cô đây kia nó nừ. Hai bữa to bị xong nừ hái còn miên ca. Hai dương thợ chừng này chừng niên bao dương này. Thà phơi ca này áp ca đặt. Đây phơi đầy đầy nữa á. Bạn. Ban biết ha. Bữa to bằng 2 vậy tay. Lụa ban một bạch trứng bữa to ban. Luôn làm ngay đi. Mặt kết in chân từ. សំមើបការនឹងច្បាស់ទីមើលបាទអាទីនសំមើបការនឹងច្បាស់ទីមើលមិញមើលទៅរៀងប្រឆិតបន្តិចបាទរូបរាងយ៉ាងម៉េចហើយធ្វើយ៉ាងម៉េចអីយ៉ាងម៉េចទៅបាទអូ process នៃការធ្វើនោះវារបស់ធ្វើដោយដៃបាទអញ្ចឹងនៅស្រុកខ្មែរយើងมันតន់ជាពេញនិយមខ្លាំងពេកទេអញ្ចឹងការហើយណាមួយសេដ្ឋកិច្ចឥឡូវវាដូចមុនផងកាលមុនតែរៀងគ្រាន់ណាបាទកាល2022អីហ្នឹងនៅមានអ្នកទិញទេ22បាទកាលហ្នឹងទៅទីបាទលោកនាងជាទីមេត្រីកម្មវិធី podcast ដែលលោកនាងបានទស្សនាអំបញ្ញមិញនេះគឺជា podcast ខ្លីដែលយើងបានចាក់ផ្សាយរួចមកហើយនៅក្នុងកម្មវិធី podcast របស់យើងកាលពីថ្ងៃសៅរ៍ចុងសប្តាហ៍មុនហើយក៏បានចាក់ផ្សាយឡើងវិញដែរនៅក្នុងកម្មវិធីក្រោយកម្មវិធីព័ត៌មានរបស់យើងកាលពីយប់ថ្ងៃច័ន្ទនឹងហើយខ្ញុំបាទសូមឆ្លៀតឱកាសនេះដើម្បីជម្រាបជូនលោកនាងថាយើងបានកែប្រែការផ្សាយកម្មវិធី podcast នេះបន្តិចកន្លងមកលោកនាងធ្លាប់បានទស្សនាកម្មវិធី podcast នេះនៅក្នុងកញ្ចប់ព័ត៌មានរបស់យើងគឺនៅយប់ថ្ងៃច័ន្ទដែលយើងចាក់ផ្សាយជាវីដេអូក៏ប៉ុន្តែការកែប្រែថ្មីនេះគឺយើងនឹងមិនចាក់នៅផ្សាយនៅក្នុងកម្មវិធីព័ត៌មានរបស់យើងទេគឺយើងនឹងចាក់ផ្សាយក្រោយកម្មវិធីព័ត៌មានរបស់យើងនៅយប់ថ្ងៃច័ន្ទម៉ោងនៅកម្ពុជានឹងឯងដូច្នេះលោកអ្នកនាងនឹងមិនឃើញកម្មវិធី podcast នៅក្នុងកម្មវិធីព័ត៌មានរបស់យើងនៅយប់ថ្ងៃច័ន្ទទេប៉ុន្តែបន្ទាប់ពីនឹងទៅគឺយើងនឹងបង្ហោះកម្មវិធី podcast នេះជាវីដេអូហើយដូច្នេះសូមលោកអ្នកនាងចូលទៅកាន់បណ្ដាញសង្គមនានារបស់យើងមានដូចជា Facebook YouTube ហើយនិង Telegram ទៅលោកអ្នកនាងនឹងឃើញកម្មវិធី podcast ជារៀងរាល់សប្តាហ៍របស់យើងខ្ញុំហើយបាទសូមអរគុណបាទលោកនាងជាទីមេត្រីឥឡូវនេះយើងងាកមកចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងសំណុំរឿងរបស់លោករងឈុនឯនេះវិញបាទទីប្រឹក្សាគណៈបកកម្លាំងជាតិគឺលោករងឈុនបានព្រមបង់ប្រាក់ទៅឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាទៅតាមលទ្ធភាពរបស់លោកបាទក្រោយពីសាលាដំបងរាជធានីភ្នំពេញបានបង្គាប់ឲ្យរូបលោកនិងសកម្មជន2នាក់ផ្សេងទៀតត្រូវបង់សំណងខូចខាតចំនួន$10,000នៅក្នុងរយៈពេលត្រឹមតែ1ខែបាទអ្នកជំនាញផ្នែកច្បាប់លើកឡើងថាការដែលលោករងឈុនយល់ព្រមបង់ប្រាក់បែបនេះគឺមិនមែនជារបៀបធ្វើនយោបាយយូរអង្វែងទេផ្ទុយទៅវិញលោករងឈុននឹងត្រូវជួបបញ្ហាជាច្រើនទៀតពីព្រោះករណីនេះមិនមែនជារឿងផ្លូវច្បាប់នោះទេក៏ប៉ុន្តែគឺជារឿងនយោបាយបាទសូមលោកអ្នកនាងស្ដាប់ព័ត៌មាននេះរបស់លោកសុកមនោហដ្ឋាដូចតទៅទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនសកចិត្តបង់ប្រាក់ឲ្យគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនកម្ពុជាតាមដីការបស់តុលាការដែលមានទឹកប្រាក់$400 លានស្មើនឹង$10,000លោករងឈុនថាការសម្រេចចិត្តនេះគឺធ្វើឡើងតាមមតិភាគច្រើនពីសមាជិកគណៈបកកម្លាំងជាតិនិងប្រជាពលរដ្ឋមួយចំនួនដែលចង់ឲ្យលោកបន្តកិច្ចការងារនយោបាយបើទោះបីជាលោកបន្តអះអាងថាលោកគ្មានកំហុសក្តីទីប្រឹក្សាគណៈបកកម្លាំងជាតិលោករងឈុនបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅថ្ងៃទី12ខែមិនិនាថាជារឿងហួសចិត្តនិងឈឺចាប់បំផុតដែលលោកត្រូវរងការធ្វើទុកបុកម្នេញម្ដងហើយម្ដងទៀតហើយត្រូវបង់លុយឲ្យទៅសាលាដំបងរាជធានីភ្នំពេញរាប់ម៉ឺន$ទាំងដែលលោកគ្មានទ្រព្យសម្បត្តិនិងគ្មានកំហុសអ្វីសោះលោកថាដល់ដំណាក់កាលនេះហើយលោកនឹងបង់លុយឲ្យទៅសាលាដំបងរាជធានីភ្នំពេញទៅតាមលទ្ធភាពដែលលោកមានហើយប្រសិនបើតុលាការនៅតែដាក់កំហិតឲ្យលោកត្រូវសងទាំង$10,000នោះលោកគ្មានលុយនោះទេយើងដឹងហើយលុយ$10,000សម្រាប់3នាក់សម្បើមណាស់ចំពោះពួកខ្ញុំ$10,000សម្រាប់3នាក់សម្បើមណាស់យើងគ្មានចំណូលគ្មានមុខរបរពីព្រោះធ្វើកិច្ចការងារសង្គមរហូតដល់ដូច្នេះយើងអត់មានលទ្ធភាពបងអញ្ចឹងសូមបញ្ជាក់ម្ដងទៀតថាចំពោះរបស់ខ្ញុំយើងបង់តាមលទ្ធភាពដែលយើងមានទីប្រឹក្សាគណៈបកកម្លាំងជាតិនិងជាអតីតប្រធានសហជីពរូបនេះនៅតែបញ្ជាក់ចំហថាលោកបន្តបដិញ្ញាចិត្តធ្វើកិច្ចការងារសង្គមដើម្បីផលប្រយោជន៍ប្រជាពលរដ្ឋនិងប្រទេសជាតិបើទោះបីជាពេលនេះលោកធ្វើតាមបញ្ជារបស់តុលាការក្តីលោកថាជាច្រើនឆ្នាំមកនេះលោកបានចំណាយពេលវេលានិងលះបង់សិទ្ធិសេរីភាពផ្ទាល់ខ្លួនគឺព្រោះតែមិនចង់ឲ្យបាត់បង់ទឹកដីបានប្រចាំពលគេថាទឹកដីសំខាន់ជាងអាយុជីវិតរបស់យើងទៀតអាយុជីវិតយើងស្លាប់ទៅមានមនុស្សចំនួនបន្តនឹងបង្កើតកូនខ្មែរបន្តប៉ុន្តែទឹកដីបាត់ហើយគឺបាត់ហើយដូចជាប្រទេសចម្ប៉ាចឹងបាត់ហើយគឺបាត់ហើយប៉ុន្តែពូជចម្ប៉ាអត់បាត់បង់ទេអាហ្នឹង
បានតែខ្ញុំតែងតែយកចិត្តទុកដាក់ទៅលើបញ្ហាព្រំដែនជាប់ពន្ធនាគារម្ដងហើយម្ដងទៀតបាទ ស្លាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី11ខែកុម្ភៈបានបង្គាប់ឲ្យលោករងឈុនកញ្ញាសកនិកានិងលោកតុននីមុលចំនួន$10,000ត្រូវបង់ទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនរីឯប្រាក់ទាំងនោះត្រូវបង់ទៅសាលាដំបូងរាជធានីភ្នំពេញជាមុនក្នុងរយៈពេល1ខែបើគិតត្រឹមថ្ងៃទី12ខែមិនិនាមានរយៈពេល31ថ្ងៃហើយរីឯលោករងឈុនបញ្ជាក់ថាលោកទៅតែទទួលបានថវិកាពីសប្បុរសជនដែលបានបរិច្ចាគឲ្យមានចំនួន$20,000និងប្រាក់រៀលប្រមាណជាង7លានរៀលប៉ុណ្ណោះលោករងឈុនថានឹងយកលុយទាំងនោះទៅបង់ឲ្យតុលាការក្នុងពេលឆាប់ៗបើទោះបីជាពេលថ្មីៗនេះមេធាវីការពារក្តីឲ្យលោកបានឲ្យដឹងថាសាលាដំបូងរាជធានីភ្នំពេញបដិសេធមិនព្រមទទួលយកប្រាក់ដែលលោកនឹងផ្ដល់តាមលទ្ធភាពនិងតាមដំណាក់កាលនីមួយៗក្តីវិទ្យុអាស៊ីសេរីពុំអាចតាក់ទងអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញលោកអ៊ីរ៉ានដើម្បីឆ្លើយតបជុំវិញរឿងនេះបានទេនៅថ្ងៃទី12ខែមិនិនាដោយហៅទូរស័ព្ទចូលតែគ្មានអ្នកទទួលតាក់ទិនរឿងនេះអ្នកជំនាញផ្នែកច្បាប់និងអភិបាលកិច្ចតាមបែបប្រជាធិបតេយ្យលោកវ៉ាន់ចាន់ឡូតយល់ឃើញថាការដែលលោករងឈុនព្រមបង់ប្រាក់ឲ្យសាលាដំបូងរាជធានីភ្នំពេញទៅតាមលទ្ធភាពនេះលោកថាមិនអាចធ្វើទៅបាននោះទេព្រោះតុលាការបានចេញសាលដីការួចហើយគឺត្រូវតែបង់ចំនួន$10,000ជាមួយគ្នានោះលោកថាបើទោះបីជាលោករងឈុនមានប្រាក់គ្រប់ឬមិនគ្រប់ក្តីក៏លោករងឈុននៅតែមិនអាចមានឱកាសធ្វើនយោបាយដោយរលូននោះដែរលោកថាលោករងឈុននឹងជួបឧបសគ្គជាច្រើនទៀតដែលបកកាន់អំណាចនិងប្រឌិតឡើងដើម្បីធ្វើយ៉ាងណាឲ្យលោករងឈុនទល់ច្រកលែងមានឱកាសធ្វើនយោបាយព្រោះលោកថាករណីនេះគឺជារឿងនយោបាយពុំមែនជាការអនុវត្តច្បាប់នោះទេទន្ទឹមនឹងនោះលោកវ៉ាន់ចាន់ឡូតលើកឡើងថាគណៈបកកម្លាំងជាតិក្នុងគ្រាដែលលោករងឈុនកំពុងជួបឧបសគ្គបែបនេះគួរតែពង្រឹងសមាជិកខ្លួនហើយរៀបចំសកម្មភាពនយោបាយឲ្យបានរឹងមាំមិនគួរចូលលេងល្បែងនយោបាយតាមខ្សែញាក់របស់គណៈបកកាន់អំណាចនោះទេព្រោះថាករណីនេះគណៈបកកម្លាំងជាតិមានតែខាតបង់ពេលវេលានិងថវិកាកម្លាំងជាតិមានតែត្រូវពង្រឹងខ្លួនឲ្យខ្លាំងហើយជាពិសេសនោះគឺត្រូវពិនិត្យមើលទៅលើសមាជិកភាពនយោបាយក្នុងស្ថានភាពនេះការសម្រេចណាមួយនោះគឺវាអាស្រ័យទៅលើអ្នកកាន់អំណាចទាំងស្រុងបើអ្នកកាន់អំណាចចង់ឲ្យលោករងឈុនចូលពន្ធនាគារគឺអាចចាប់យកទៅដាក់ពន្ធនាគារពេលណាក៏បានបើអ្នកកាន់អំណាចចង់ឲ្យលោករងឈុននៅបន្តមានសេរីភាពធ្វើសកម្មភាពនយោបាយប្រពៃរប៉ោះបែបនេះទៀតក៏លោករងឈុននៅបន្តអាចធ្វើនយោបាយប្រពៃរប៉ោះបែបហ្នឹងទៅនៅក្នុងសំណុំរឿងនេះកាលពីខែសីហាឆ្នាំ2021សាលាដំបូងរាជធានីភ្នំពេញបានប្រកាសផ្តន្ទាទោសលោករងឈុនឲ្យជាប់ពន្ធនាគាររយៈពេល2ឆ្នាំនិងបង់ប្រាក់ពិន័យចូលរដ្ឋចំនួន2លានរៀលពីបទញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមពាក់ព័ន្ធនឹងសេចក្តីថ្លែងការណ៍អំពីបញ្ហាកសិករខ្មែរដែលបាត់បង់ដីនៅក្បែរតំបន់ព្រំដែនក្នុងខេត្តត្បូងឃ្មុំទៅក្រោមការកាន់កាប់របស់ប្រទេសវៀតណាមរីឯសកម្មជន2នាក់ទៀតគឺកញ្ញាសកនិកានិងលោកតុននីមុលត្រូវបានផ្តន្ទាទោសដាក់ពន្ធនាគារ20ខែនិងពិន័យប្រាក់ចូលរដ្ឋក្នុងម្នាក់ចំនួន2លានរៀលពីបទញុះញង់ដូចនឹងលោករងឈុនដែរទន្ទឹមនឹងនោះក្រៅពីជាប់ពន្ធនាគារនិងបង់ប្រាក់ពិន័យចូលរដ្ឋចៅក្រមជំនុំជម្រះលោកលីសុខាក៏បានបង្កើបឲ្យលោករងឈុនកញ្ញាសកនិកានិងលោកតុននីមុលសងការខូចខាតចំនួន400លានរៀលទៅគណៈកម្មាធិការចម្រុះកិច្ចការព្រំដែនថែមទៀតជាមួយគ្នានេះនៅថ្ងៃទី12ខែសីហាគណៈបកកម្លាំងជាតិបង្ហោះលិខិតដែលបានផ្ញើទៅកាន់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាដើម្បីសូមកិច្ចអន្តរាគមន៍ពីភារៈភារីស្ថានទូតសហរដ្ឋអាមេរិកគឺលោកស្រី Bridget L. Walker ឲ្យជួយអន្តរាគមន៍ទៅកាន់រដ្ឋាភិបាលកម្ពុជាឲ្យទម្លាក់រាល់ការចោទប្រកាន់និងការទាមទារសំណងទាំងអស់មកលើលោករងឈុនព្រោះនេះគឺជាការធ្វើទុកបុកម្នេញធ្ងន់ធ្ងរផ្នែកនយោបាយមកលើមន្ត្រីគណៈបកប្រឆាំងនៅក្នុងលិខិតដដែលគណៈបកកម្លាំងជាតិលើកឡើងថាចំពោះទង្វើរបស់អាជ្ញាធរកម្ពុជាដែលបានធ្វើមកលើលោករងឈុនតាមមតិជាតិនិងអន្តរជាតិបង្ហាញថាមិនមែនជាការអនុវត្តច្បាប់នោះទេតែជារឿងនយោបាយសុទ្ធសាធបន្ថែមពីនេះជាការបំបត្តិសម្លេងក្រមសហជីពនិងអ្នកប្រជាធិបតេយ្យស្របពេលដែលរដ្ឋាភិបាលកំពុងតែដើរចាកឆ្ងាយពីគោលនយោបាយប្រជាធិបតេយ្យនិងស្មារតីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ1971គណៈបកកម្លាំងជាតិបញ្ជាក់ថាលោករងឈុនមិនបានប្រព្រឹត្តកំហុសដោយការចោទប្រកាន់របស់អាជ្ញាធរនិងតុលាការកម្ពុជានោះទេខ្ញុំបាទសមនោហដ្ឋាវិទ្យុអាស៊ីសេរីបាទលោកនាងជាទីមេត្រីខ្ញុំបាទសូមកែតម្រូវបន្តិចតកតងសេចក្តីរាយការណ៍របស់លោកសុកមនោហដ្ឋាអំបញ្ញមិញនេះគឺស្មារតីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសគឺ$23ឆ្នាំ1991មិនមែនឆ្នាំ1971នោះទេបាទ
បាទលោកនាងជាទីមេត្រីឥឡូវនេះយើងភ្ជាប់លោករងឈុនតាមប្រព័ន្ធទូរស័ព្ទបន្ថែមទៀតដើម្បីសាកសួរលោកអំពីគោលជំហររបស់លោកហើយនឹងការត្រៀមតតាំងក្តីរបស់លោកនៅក្នុងសំណុំរឿងដទៃទៀតយើងភ្ជាប់លោករងឈុនបានហើយតាមប្រព័ន្ធទូរស័ព្ទខ្ញុំបាទសូមជម្រាបសួរលោករងឈុនបាទបាទជំរាបសួរលោកតារាបាទអរគុណច្រើនមែនទែនលោករងឈុនតាមពិតលោកកំពុងតែរវល់មមាញឹកណាស់នៅយប់នេះគឺមានការប្រជុំមានអីច្រើនផងក៏ប៉ុន្តែលោកឆ្លៀតពេលនៅក្នុងការផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរីដូច្នេះសំណួរជាបឋមរបស់ខ្ញុំនេះចង់ឲ្យលោកបញ្ជាក់ពីមូលហេតុរបស់លោកតែម្ដងទៅថាតើហេតុអីបានជាលោកយល់ព្រមបង់សំណងនៅពេលនេះខណៈដែលអ្នកសង្កេតការណ៍មួយចំនួនដោយសេចក្តីរាយការណ៍បាញ់មិញនេះហើយគឺថាគេគិតថាវាជារឿងនយោបាយទេមិនមែនជារឿងច្បាប់អីទេបើទោះបីជាលោកបង់សំណងនៅពេលនេះក៏មិនអាចរួចខ្លួនបានដែរតើជំហររបស់លោកយ៉ាងដូចម្តេចលោករងឈុនបាទសូមអញ្ជើញបាទអរគុណច្រើនហើយក្នុងនាមខ្ញុំរងឈុនក៏សូមជម្រាបសួរដល់បងប្អូនជនរួមជាតិដែលកំពុងតែតាមដានស្ដាប់នៅកម្មវិធីវិទ្យុអាស៊ីសេរីហើយយកឱកាសនេះផងដែរក្នុងនាមខ្ញុំក៏ដូចជាគណៈបកកម្លាំងជាតិក៏សូមថ្លែងអំណរអគុណដល់បងប្អូនជនរួមជាតិនៅក្នុងស្រុកក៏ដូចជាក្រៅស្រុកដែលបានចូលរួមបងភិក្ខទានតាមការអំពាវនាវរបស់គណៈបកកម្លាំងជាតិដែលជួយឧបត្ថម្ភដល់រូបខ្ញុំហើយខ្ញុំថ្លែងអំណរគុណដល់ជ្រាលជ្រៅក្នុងការចូលរួមទោះបីតិចក្តីច្រើនក្តីក៏ជាការបង្ហាញនៅទឹកចិត្តស្រឡាញ់នៅយុត្តិធម៌ក៏ដូចជាការផ្ដល់ភាពស្អាតស្អំដល់រូបខ្ញុំផងដែរតាក់ទងជំហររបស់ខ្ញុំយើងដឹងហើយជំហររបស់ខ្ញុំយើងធ្វើការនៅក្នុងគណៈបកនៅក្នុងក្រុមមួយបាទអញ្ចឹងការសម្រេចចិត្តទោះបីថ្នាក់ដឹកនាំគណៈបកកម្លាំងជាតិសមាជិកបានផ្ដល់សិទ្ធិឲ្យខ្ញុំធ្វើការសម្រេចក៏ដោយតែយើងក៏ត្រូវស្ដាប់នៅមតិនៅថ្នាក់ដឹកនាំក៏ដូចជាសមាជិកផងដែរពីព្រោះយើងមិនអាចធ្វើការសម្រេចចិត្តទៅតាមតែអ្វីដែលយើងម្នាក់ឯងនោះទេបាទពីព្រោះធ្វើការនៅក្នុងក្រុមយើងត្រូវស្ដាប់មតិក្រុមមកផងដែរអញ្ចឹងដែលមតិក្រុមដែលមើលឃើញថាជាតាក់ទិចដើម្បីដំណើរការគណៈបកកម្លាំងជាតិត្រៀមទៅនឹងការប្រកួតប្រជែងនៅខាងនាពេលខាងមុខ2027 2028យើងគិតថាត្រូវសូមឲ្យខ្ញុំប្រកាន់យកអាការបង់តាមដំណាក់កាលពីព្រោះបើសិនជាយើងបង់ដឹងដុលក៏យើងមិនមានថវិកាបង់ណានោះទេអញ្ចឹងហើយបានជាថ្ងៃខ្ញុំធ្វើសន្និសីទសារព័ត៌មានជម្រាបដល់បងប្អូនជនរួមជាតិក៏ដូចជាអង្គការសង្គមស៊ីវិលភ្នាក់ងារទូតទាំងឡាយយើងបង់ជាតាមលទ្ធភាពដែលយើងមានហើយចំពោះមតិយើងទទួលយកមតិដែលបានលើកឡើងគ្រប់បែបយ៉ាងប៉ុន្តែអ្វីដែលថារឿងនយោបាយអ្នកណាក៏ដឹងរឿងនយោបាយដែរប៉ុន្តែយើងជួបមួយយើងដោះមួយសិនយើងមិនត្រូវប្រមាលមើលឧបសគ្គទៅខាងមុខវែងឆ្ងាយពេកទេបើសិនជាយើងមើលឃើញភាពក្រខ្វក់ខ្មៅក្រខ្វក់អវិជ្ជមានទាំងអស់ហើយពេលហ្នឹងយើងធ្វើអីមិនកើតទេអញ្ចឹងយើងបោះមួយចំហៀនយើងជួបយើងដោះមួយចំហៀនធ្វើម៉េចនៅតែយើងធ្វើដំណើរបន្តទៅទៀតទោះបីយឺតក្តីលឿនក្តីយើងត្រូវតែបន្តដំណើរនោះហើយបាទលោកគ្រូរងឈុនបើតាមអ្វីដែលសេចក្តីរាយការណ៍របស់លោកសុកមនោថាអំបញ្ញមិញនេះគឺមកដល់ម៉ោងនេះគឺថវិកាដែលសប្បុរសជនបានរៃអង្គាសដើម្បីចូលរួមក្នុងការធ្វើភាគទានឲ្យលោកបងសំណងហ្នឹងគឺបានលុយដុល្លារគឺជាង 20,000 ហើយនឹងលុយខ្មែរបានជាង 7 លានបើយើងគិតទៅគឺប្រហែលជាជិត $2,000 ទេអញ្ចឹងបើបូកសរុបទាំងលុយខ្មែរលុយដុល្លារទៅបានតែជាង $20,000 ហ្នឹងអាចថានៅខ្វះដល់ទៅជាង 7,000 ទៀតថាតើលោកអាចនឹងរកលុយពីណាដែរដើម្បីមកប្រគ្រប់ការបងសំណងនេះពីព្រោះតុលាការបានប្រកបឲ្យលោកនោះបង់រហូតដល់$100,000ហើយធ្វើកំហិតពេលមួយខែនឹងទៀតបាទចំពោះការបង់នេះនៅថ្ងៃ24កុម្ភៈមេធាវីរបស់ខ្ញុំបានដាក់លិខិតទៅប្រធានសាលាដំបងរាជធានីភ្នំពេញតាក់ទងទៅនឹងការដំណើរការបង់នោះហើយកាលពីម្សិលមិញនេះក៏មេធាវីខ្ញុំបានទៅជួបខាងក្លាបបញ្ជីហើយក៏បានសួរពីបញ្ហាតាក់ទងរឿងការបង់ហ្នឹងថាហើយដែលអ្វីដែលដាក់លិខិតថាសូមមកបង់ជាដំណាក់ហ្នឹងប៉ុន្តែនៅពេលនោះក្លាបបញ្ជីក៏បានឆ្លើយថា
បើយកមកបងតាមដំណាក់អញ្ចឹងគាត់អត់ហ៊ានទទួលទេហើយបបងគ្រប់តែម្ដងអានឹងគាត់នឹងទទួលហើយគាត់អះអាងថាចៅក្រមយីសុពួចនឹងអវត្តមានគាត់ជាប់បេសកកម្មទៅក្រៅប្រទេសអញ្ចឹងហើយបានជាមិនទាន់មានការឆ្លើយតបទៅនឹងលិខិតរបស់ខ្ញុំរបស់មេធាវីខ្ញុំដែលបានដាក់ទៅនឹងឥឡូវនេះយើងរងចាំមើលការឆ្លើយតបរបស់តុលាការថាតើត្រូវសម្រេចបែបណានោះយើងនឹងគិតថាយើងនឹងត្រូវធ្វើអ្វីបន្តទៀតប៉ុន្តែខ្ញុំបានត្រៀមចិត្តរួចរាល់ហើយបើសិនជាការបង់ដំណាក់កាលមិនអាចអនុញ្ញាតទេពេលហ្នឹងយើងអត់មានលទ្ធភាពទេហើយយើងនឹងហ៊ានប្រឈមសពបែបយ៉ាងពីព្រោះខ្ញុំគ្រាន់តែមានសបកផ្ទះមួយតូចមួយហើយបើសិនជាតឡាការទៅអូសផ្ទះខ្ញុំនៅក្នុងថាតម្លៃទីផ្សារដែលគេកាត់ថ្លៃនៅក្បែរហ្នឹង110000អីទេប៉ុន្តែបើគេឡាយឡំថាជា6-70000អីហ្នឹងអញ្ចឹងអាចនឹងថាម្នាក់ខ្ញុំហ្នឹងល្មមហើយនៅសល់លុយខ្ញុំដូច្នេះខ្ញុំបានត្រៀមលក្ខណៈអស់ហើយហើយបើថាត្រូវបានតឡាការរឹបអូសផ្ទះមានអ្វីដែលមានចម្រោះអីទេមានបោះតង់បោះឲ្យតាមចានខ្នល់ហ្នឹងឲ្យមើលទៅខាងមុខទៅបាទប៉ុន្តែអ្វីយើងមិនថមថយទេហើយมันអាចយកគំនាបពន្ធដាក់ពន្ធនាគារដាក់ឲ្យយកមកឲ្យខ្ញុំមកផ្លាស់ប្ដូរជំហរនយោបាយរបស់ខ្ញុំនៅពន្ធនាគារចាត់ទុកដូចថាជាផ្ទះសំណាក់អន្តរកាលសម្រាប់ខ្ញុំចឹងយើងដឹងហើយការធ្វើការតស៊ូនៅក្នុងសង្គមមួយតែងតែត្រូវការលះបង់គ្រប់បែបយ៉ាងរហូតទៅដល់លះបង់ជីវិតតទៅទៀតពីព្រោះយើងដឹងហើយថាអ្វីដែលយើងធ្វើវាគ្មានកំហុសអីទេយើងត្រូវការពារពលរដ្ឋទុនខ្សោយចង់ស្វែងរកដំណោះស្រាយជូនគាត់ហើយក៏មិនទៅបានធ្វើឲ្យខូចខាតដល់បុគ្គលព្រំដែនណានោះទេហើយបែរជាទទួលសំណងរាប់សិបម៉ឺនដុល្លារវាយើងគិតថាធ្ងន់ណាស់ហើយបើយើងធ្វើការស្រាវជ្រាវនៅក្នុងសង្គមប្រទេសនៅលើពិភពលោកនេះដូចមិនដែលមានស្ថាប័នរដ្ឋណាប្តឹងប្រជាពលរដ្ឋឯទាសំណងបែបអញ្ចឹងទេហើយចំពោះមតិដែលបានលើកឡើងតាមរយៈការផ្សាយអំបញ្ញមិញនេះខ្ញុំមិនមានប្រតិកម្មអ្វីទេហើយក៏ខ្ញុំមិនចាប់អារម្មណ៍អ្វីដែលធម្មតាអ្នកបញ្ចេញមតិខ្ញុំតែងតែទទួលយកអកិតបាទប៉ុន្តែថាតើយើងត្រូវអនុវត្តបែបម៉េចវាជាតាក់ទិករបស់ខ្ញុំម្នាក់ធ្វើដំណើរក៏ដូចជាតាក់ទិកនយោបាយយុទ្ធសាស្ត្ររបស់គណៈបកបាទលោករងឈុននឹងខ្ញុំចង់បញ្ជាក់ត្រង់ចំណុចនេះបន្តិចមកដល់ម៉ោងនេះដែលតាមសេចក្តីរាយការណ៍នឹងថាថវិកាដែលប្រមូលបានជាង$20000ហ្នឹងមានន័យថាសម្រាប់ទាំងលោកគ្រូរងឈុនលោកតុននិមលហើយនិងកញ្ញាសកនិការួមគ្នាតែម្ដងឬមួយក៏តែចំណាយរបស់លោកគ្រូរងឈុនទេបាទថវិកានេះបើគិតជាចំណែកសម្រាប់ខ្ញុំម្នាក់ទេហើយគណៈបកក៏បើសិនជាយើងមានលទ្ធភាពក៏យើងត្រូវតែរកថាដោះស្រាយជូនពួកគាត់ផងដែរបាទប៉ុន្តែយើងមើលឃើញវាមានបញ្ហាប្រឈមបញ្ហាវាកាលំបាកពីព្រោះទឹកប្រាក់100000សម្រាប់3នាក់បើនិយាយម្នាក់ជាង30000ក៏ច្រើនសម្រាប់ពួកខ្ញុំមិនដឹងដែរអញ្ចឹងមានបញ្ហាប្រឈមដូច្នេះដូចខ្ញុំបានដាក់ចិត្តហើយបានតាំងចិត្តហើយវាអត់មានអ្វីដែលចម្លែកទេបាទហើយអ្នកណាក៏ដឹងថារឿងទាំងអស់នេះវាដែលមតិជាតិអន្តរជាតិគេដឹងថាជារឿងនយោបាយហើយក៏យើងមិនដើរទៅលេងតាមអ្វីដែលគេបង្កើតឲ្យលេងណាប៉ុន្តែគ្រាន់តែយើងក៏ត្រូវតែមានវិធានការយើងត្រូវតែដោះស្រាយថាតើយើងធ្វើម៉េចដើម្បីគេថាផលប្រយោជន៍បកនិងប្រជាពលរដ្ឋហើយក៏ត្រៀមលក្ខណៈក្នុងការចូលរួមប្រកួតប្រជែងនៅ2027-2028ហ្នឹងដែរបាទអរគុណច្រើនលោករងឈុនតាមពិតគឺខ្ញុំធ្លាប់បានសម្ភាសលោកតុននិមលដែរក៏គាត់អះអាងថាគាត់អត់មានលទ្ធភាពក៏អត់មានលុយទេហើយមានតែផ្លូវមួយទេបើសិនជាតុលាការបខំមែនតើហ្នឹងគឺមានតែដើរចូលពន្ធនាគារនឹងឯងនេះជាជំហររបស់គាត់ខ្ញុំមានសំណួរដោយខ្លីជាចុងក្រោយមួយទៀតទេលោកគ្រូរងឈុនថ្ងៃទី28មីនាចុងខែនេះគឺសាឡាវថោភ្នំពេញគ្រងនឹងបើកការជំនុំជម្រះទៅលើបណ្ដឹងសុំសិទ្ធិធ្វើនយោបាយរបស់លោកហើយតើលោកត្រៀមខ្លួនបែបណាដែរលោកគ្រូរងឈុនបាទ1នាទីបាទនៅថ្ងៃ28ខាងមុខនេះខ្ញុំនឹង
ចូលរួមសវនកម្មតាមលេខារបស់តុលាការហើយដើម្បីចូលរួមសវនកម្មថាតើតុលាការធ្វើការជំរុំជម្រះហើយផ្ដល់យុត្តិធម៌បែបណាចំពោះខ្ញុំសូមស្ដារនីតិសម្បទាឡើងវិញប៉ុន្តែបើខ្ញុំមកពិនិត្យមើលបើតុលាការឈរលើវិជ្ជាជីវៈឯករាជ្យភាពពេលហ្នឹងអត់មានអីលំបាកទេខ្ញុំនឹងទទួលបាននៅនីតិសម្បទានៅថ្ងៃ28ហ្នឹងណាបាទខ្ញុំបាទសូមអរគុណលោកគ្រូរងឈុនច្រើនមែនទែនដែលចូលរួមផ្ដល់បទសម្ភាសន៍ដល់វិទ្យុអេស៊ីសេរីនៅពេលនេះហើយខ្ញុំបាទសូមជម្រាបលាបាទអរគុណជម្រាបលាបាទកម្មវិធីវិទ្យុអេស៊ីសេរីសម្រាប់ទូរស័ព្ទដៃអាចឲ្យលោកអ្នកនាងអានអត្ថបទទស្សនាវីដេអូនិងស្ដាប់ការផ្សាយផ្ទាល់ដោយឥតគិតថ្លៃនិងដោយគ្មានការរំខានដើម្បីអាននិងទស្សនាមាតិកាថ្មីៗពីវិទ្យុអាស៊ីសេរីលោកអ្នកនាងគ្រាន់តែចុចបាល់កម្មវិធីរបស់វិទ្យុអាស៊ីសេរីដែលបានដំឡើងរួចរាល់លើទូរស័ព្ទដៃរបស់លោកអ្នកនាងប្រសិនបើលោកអ្នកនាងចង់ស្ដាប់ការផ្សាយផ្ទាល់ឬការផ្សាយចាស់ៗសូមចុចលើប៊ូតុងរូបវិទ្យុដែលស្ថិតនៅផ្នែកខាងក្រោមនៃកម្មវិធីជាការស្រេចបាទលោកនាងជាទីមេត្រីយើងងាកមកចាប់អារម្មណ៍ពាក់ព័ន្ធទៅនឹងរឿងបញ្ហាខ្មែរក្រោមឯនេះវិញបាទអង្គការការពារសិទ្ធិមនុស្សខ្មែរក្រោមគ្រោងនឹងដាក់ពាក្យទៅកាន់អង្គការសហប្រជាជាតិដើម្បីតវ៉ាមិនឲ្យវៀតណាមឈរឈ្មោះជាបេក្ខភាពសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិនោះទេដោយសារតែរដ្ឋាភិបាលកុម្មុយនីសវៀតណាមបន្តធ្វើទុកបុកម្នេញទៅលើជនជាតិដើមខ្មែរកម្ពុជាក្រោមបាទសូមលោកនាងទស្សនាសេចក្តីរាយការណ៍នេះរបស់លោកយុនសាមៀនដូចតទៅវៀតណាមបានក្រោយពេលដែលវៀតណាមប្រកាសចង់ដាក់ពាក្យបន្តជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិសម្រាប់ពីអាណត្តិពីឆ្នាំ2026ដល់ឆ្នាំ2028នោះសមាគមខ្មែរកម្ពុជាក្រោមដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកប្រកាសនឹងប្តឹងតវ៉ាទៅសហគមន៍អន្តរជាតិដើម្បីកុំឲ្យគាំទ្រវៀតណាមបន្តជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបន្តទៀតបច្ចុប្បន្នវៀតណាមបានក្លាយជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិចាប់តាំងពីឆ្នាំ2014ហើយនឹងផុតអាណត្តិនៅឆ្នាំ2025នេះនាយកគណៈកម្មការព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោមព្រះតេជប្រគុណសឹងយើងរតនាមានថ្នាក់ដឹកការថាទោះបីវៀតណាមក្នុងឋានៈជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិក្តីប៉ុន្តែរដ្ឋាភិបាលកុម្មុយនីសវៀតណាមមួយនេះបន្តធ្វើទុកបុកម្នេញព្រះសង្ឃនិងសកម្មជនសិទ្ធិមនុស្សខ្មែរកម្ពុជាក្រោមជាបន្តបន្ទាប់ដាក់ញត្តិទៅសហគមន៍អឺរ៉ុបហើយនិងក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិកុំឲ្យបោះឆ្នោតទៅប្រទេសវៀតណាមឈរឈ្មោះជាប្រធានក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិទៀតប្រថាប្រទេសវៀតណាមមិនគោរពសិទ្ធិចំពោះបរតខ្មែរក្រមនៅដែនដីកម្ពុជាក្រមទេព្រោះតែងតែพูดផលនៅសហគមន៍អន្តរជាតិដូច្នេះហើយសហព័ន្ធខ្មែរកម្ពុជាក្រមនឹងមានពិធីដើម្បីនឹងគៀងកឬក៏ផ្ញើញត្តិទៅខាងសហគមន៍អឺរ៉ុបដើម្បីជម្រាបជូនអំពីស្ថានភាពនៃសិទ្ធិមនុស្សខ្មែរក្រមឲ្យបានជ្រាបថារដ្ឋាភិបាលវៀតណាមមិនគោរពសិទ្ធិចំពោះបរតខ្មែរក្រមនៅដែនដីកម្ពុជាក្រមទេកាលពីសប្តាហ៍មុនសហភាពអឺរ៉ុបនៅក្នុងកិច្ចប្រជុំសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិបានរិះគន់វៀតណាមប្រឆាំងនឹងការចាប់ខ្លួនរបស់អ្នកធ្វើយុទ្ធនាការផ្នែកសិទ្ធិមនុស្សសិទ្ធិការងារនិងអ្នកជំនាញផ្នែកបរិស្ថានតំណាងសហភាពអឺរ៉ុបប្រាប់កិច្ចប្រជុំលើកទី58នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិនៅទីក្រុងហ្សឺណែវថារដ្ឋាភិបាលទីក្រុងហាណូយគួរតែដោះលែងប្រជាជនដែលអាជ្ញាធរវៀតណាមបានហាមឃាត់មិនឲ្យអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគាត់បច្ចុប្បន្នវៀតណាមបានចាប់ព្រះសង្ឃខ្មែរក្រោម5អង្គនិងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម8នាក់ដោយសារតែព្រះសង្ឃទាមទារសិទ្ធិសាសនាគណៈសកម្មជនខ្មែរក្រោមទាមទារសិទ្ធិជនជាតិដើមWe remain deeply concerned by the suspension of several Ethiopian human rights NGOs. អ្នកស្រីឯកអគ្គរដ្ឋទូត Lord Knudsen ប្រធានគណៈប្រតិភូសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិមានប្រសាសន៍ថាអឺរ៉ុបព្រួយបារម្ភចំពោះការចាប់ខ្លួនអ្នកការពារសិទ្ធិមនុស្សក៏ដូចជាសិទ្ធិការងារអ្នកជំនាញបរិស្ថាននៅក្នុងប្រទេសវៀតណាមដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់សេរីភាពនៃការបញ្ចេញមតិការជួបប្រជុំនិងសមាគមកាលពីឆ្នាំ2019អឺរ៉ុបនិងវៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអឺរ៉ុបវៀតណាមកិច្ចព្រមព្រៀងនេះ
បានជួយវៀតណាមឲ្យក្លាយជាប្រទេសនាំចេញធំបំផុតនៅអាស៊ីអាគ្នេយ៍ទៅអឺរ៉ុបកាលពីឆ្នាំ2024វៀតណាមបានធ្វើពាណិជ្ជកម្មជាមួយ27ប្រទេសជាសមាជិកអឺរ៉ុបមានទំហំទឹកប្រាក់ដល់35,000 លានដុល្លារទោះបីជាយ៉ាងណាកិច្ចព្រមព្រៀងវៀតណាមនិងអឺរ៉ុបតម្រូវឲ្យវៀតណាមបដិញ្ញាចិត្តក្នុងការការពារសិទ្ធិកម្មករសិទ្ធិដីធ្លីនិងការពារបរិស្ថានប៉ុន្តែកាលពីថ្ងៃទី4ខែកុម្ភៈក្រមសិទ្ធិមនុស្សចំនួន4នៅអឺរ៉ុបនិងសហរដ្ឋអាមេរិកបានដាក់ពាក្យបណ្ដឹងទៅនាយកដ្ឋានពាណិជ្ជកម្មរបស់គណៈកម្មការអឺរ៉ុបដោយចោទប្រកាន់វៀតណាមថាបានរំលោភលើកិច្ចសន្យាទាំងនោះជុំវិញរឿងនេះនាយកគណៈកម្មការព័ត៌មាននៃសហព័ន្ធខ្មែរកម្ពុជាក្រោមប្រតិជនប្រគុណសឹងយើងរតនាសង្ឃឹមថាសហភាពអឺរ៉ុបនឹងមានឥទ្ធិពលលើវៀតណាមដោយសារតែវៀតណាមត្រូវការប្រទេសលោកខាងលិចធ្វើពាណិជ្ជកម្មជាមួយរដ្ឋាភិបាលវៀតណាមមិនអាចកុហកភូតផលនៅសហគមន៍អន្តរជាតិម្ដងហើយម្ដងទៀតម្ដងហើយម្ដងទៀតបានទេជាងទៅអាត្មាភាពសង្ឃឹមថារដ្ឋាភិបាលវៀតណាមគង់តែមានការគោរពសិទ្ធិចំពោះប្រជាខ្មែរក្រមក្តីឬក៏អ្នកដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យអ្នកដែលមានគិតគូរអំពីសេរីភាពនៅក្នុងប្រទេសវៀតណាមនឹងត្រូវតែដោះលែងហើយនឹងត្រូវតែគោរពសិទ្ធិបច្ចុប្បន្នសហព័ន្ធខ្មែរកម្ពុជាក្រោមកំពុងធ្វើយុទ្ធនាការអន្តរជាតិដើម្បីគៀងគរការគាំទ្រពីអន្តរជាតិទាមទារឲ្យវៀតណាមដោះលែងព្រះសង្ឃ5អង្គនិងសកម្មជនសិទ្ធិមនុស្សខ្មែរក្រោម8នាក់ដែលកំពុងជាប់ពន្ធនាគារនៅក្នុងនោះព្រះភិក្ខុថាច់ចន្ទរាព្រះចៅអធិការវត្តមង្គលបុរីទំនុំសេកត្រូវវៀតណាមចាប់ដាក់ពន្ធនាគារ6ឆ្នាំខ្ញុំយុនសាមៀនវិទ្យុអាស៊ីសេរីប្រធានាធិបតី Washingtonបាទលោកនាងជាទីមេត្រីតកតងទៅនឹងព័ត៌មានដែលសំណើរបស់ខាងក្រុមអង្គការការពារសិទ្ធិជនពិការដែលចង់ជំរុញឲ្យរដ្ឋាភិបាលគឺថាជំរុញទៅភាគីខាងក្រុមហ៊ុននិងសហគ្រាសឲ្យបង្កើនចំនួននៃជនពិការនៅក្នុងការធ្វើកិច្ចការងារនោះយើងនឹងចាក់ផ្សាយជូនលោកនាងនៅក្នុងកម្មវិធីផ្សាយរបស់យើងនៅព្រឹកស្អែកបាទសូមអរគុណបាទលោកនាងជាទីមេត្រីនៅក្នុងចុងបញ្ចប់នៃកម្មវិធីនេះខ្ញុំបាទសូមជម្រាបជូនលោកនាងថាអ្វីដែលលោកនាងបានផ្ញើសារមកសួរអំពីស្ថានភាពជំងឺរបស់លោកជុនច័ន្ទបុតនោះខ្ញុំបាទសូមជម្រាបជូនលោកនាងថាលោកជុនច័ន្ទបុតកំពុងតែសម្រាប់ព្យាបាលហើយយើងសង្ឃឹមថាលោកនឹងទទួលបានជោគជ័យនៅក្នុងការព្យាបាលនេះហើយការជូនពររបស់លោកនាងទាំងអម្បាលម៉ានដែលយើងបានឃើញក្នុងពេលថ្មីៗនេះនឹងគឺជាកម្លាំងចិត្តដ៏ខ្លាំងដែលជួយជំរុញឲ្យលោកជុនច័ន្ទបុតតស៊ូប្រយុទ្ធទៅនឹងជំងឺដ៏កាចសាហាវរបស់លោកដូច្នេះយើងខ្ញុំសូមអរគុណលោកនាងចំពោះការជូនពរនិងការបួងសួងរបស់លោកនាងនេះបាទលោកនាងជាទីមេត្រីកម្មវិធីផ្សាយ